តោះថ្ងៃនេះខ្ញុំនឹងមកចែករំលែកពីតិចនិចដែលជួយថែទាំស្បែកដងខ្លួនរបស់យើងហ្នឹងឲ្យសភ្លឺថ្លាឬក៏ភ្លឺរលោងចេញពីខាងក្នុងអញ្ចឹងសម្រាប់ភាពស្រស់ស្អាតនៃយើងគឺបញ្ជាក់តាមរយៈស្បែករបស់យើងតែម្ដងបើសិនជាស្បែករបស់យើងមានសំណើមមានសុខភាពល្អមើលទៅទន់រលោងចាំងមានន័យថាសុខភាពរបស់យើងហ្នឹងក៏ល្អដូចគ្នាហើយមួយទៀតការថែទាំរបស់យើងហ្នឹងគឺបានត្រឹមត្រូវជាពិសេសគឺសុភាពនារីគ្នាយើងតែម្ដងដូចខ្ញុំដែរនៅពេលដែលមានស្បែកមើលទៅភ្លឺទន់ចាំងគឺការស្លៀកពាក់ក៏កាន់តែមានភាពជឿជាក់ជាងមុនដែរអញ្ចឹងបើសិនជាចង់ដឹងថាមានវិធីអីខ្លះឬក៏តិចនិចអីខ្លះអាចមើលវីដេអូនេះឲ្យដល់ចប់បានទី1ហ្នឹងគឺតាក់ទងជាមួយនឹងការថែទាំចេញពីខាងក្នុងខ្លួនយើងតែម្ដងមានន័យថាតាក់ទងជាមួយនឹងការញ៉ាំការគេងបើសិនជាចង់បានស្បែកភ្លឺថ្លាទន់រលោងគឺអាចញ៉ាំជាប្រភេទផ្លែឈើបន្លែបៃតងហើយសម្រាប់ផ្លែឈើគឺញ៉ាំជាប្រភេទវីតាមីន C អីច្រើនអញ្ចឹងនៅពេលដែលញ៉ាំទៅគឺអាចជួយសុខភាពរបស់យើងពីខាងក្នុងហើយជួយសម្រស់ទៀតហើយចំណុចទី2គឺតាក់ទងជាមួយនឹងការផ្ដល់សំណើមពីខាងក្រៅរបស់យើងជាប្រចាំថ្ងៃហ្នឹងតែម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់បានស្បែកមើលទៅទន់ភ្លឺគាត់អាចប្រើជាប្រភេទផ្ដល់សំណើមឲ្យបានទៀងទាត់ឬក៏ប្រភេទលាបខ្លួនមួយចំនួនដែលជាប្រភេទលាសុទ្ធអញ្ចឹងសម្រាប់ផលិតផលលាបទៅលើស្បែកគឺអាចជ្រើសរើសសម្រាប់ស្បែកស្ងួតស្បែកប្រេងឬក៏ធ្វើឲ្យស្បែកទន់រលោងអីជាងមុនអញ្ចឹងអាចប្រើមួយថ្ងៃ2ឬក៏3ដងអីទៅឲ្យគ្រប់គ្រាន់ទៅតាមស្បែកដែលយើងត្រូវការតែបើសិនជាស្បែករបស់យើងរាងស្ងួតខ្លាំងអាចប្រើពី3ទៅ4ដងអីជាដើមហើយតាក់ទងជាមួយនឹងចំណុចទី3តែម្ដងគឺការជំរុះកោសិកាចាស់អញ្ចឹងសម្រាប់ការជំរុះកោសិកាចាស់ហ្នឹងគឺមាន2ដែលតាក់ទងជាមួយនឹងស្បែកមុខហើយនិងស្បែកខ្លួនតែថ្ងៃនេះខ្ញុំនិយាយតែពីការជំរុះកោសិកាចាស់ទៅលើបញ្ហាស្បែកខ្លួននេះអញ្ចឹងបើសិនជាចង់បានស្បែកដែលទន់រលោងចេញពីខាងក្នុងហើយរាងភ្លឺថ្លាគឺតើតែមានការជំរុះកោសិកាចាស់ដែរដូចជាការស្ក្រាបស្បែកឬក៏អីជាដើមតែសម្រាប់ពពួកស្ក្រាបស្បែកឬក៏អីហ្នឹងអាចប្រើមួយអាទិត្យអីធំ2ឬក៏3ដងបានហើយកុំប្រើលើសហ្នឹងដោយសារតែវាអាចធ្វើឲ្យស្បែករបស់យើងហ្នឹងប្រតិកម្មឬក៏កាន់តែស្ងួតអីជាដើមហើយការរើសប្រភេទ scrub ហ្នឹងក៏ត្រូវមើលដែរដែលមានជាប្រភេទ scrub ខ្លះនៅពេលដែលយើង scrub ហើយធ្វើឲ្យស្បែករបស់យើងហ្នឹងគឺកាន់តែយ៉ាប់យ៉ឺនមើលទៅគឺអត់មានសំណើមអត់មានជាតិអត់មានជើតែម្ដងអញ្ចឹងវាអាចធ្វើឲ្យបែកសកាឬក៏អីជាដើមអញ្ចឹងបើសិនជាចង់បានស្បែកស្អាតទន់រលោងរាងភ្លឺចេញពីខាងក្នុងអាចសាក3វិធីនេះបានធ្វើជាប្រចាំថ្ងៃហើយការពារជាប្រចាំថ្ងៃនឹងទទួលបានប្រសិទ្ធភាព